មានអារម្មណ៍ថាសប្បាយចិត្តហើយរំភើបខ្លាំងមែនទែននៅតែកម្ពុជាយើងបានបង្ហាញអំពីនគរសង្គ្រាមដែលបង្ហាញពីប្រពៃណីវប្បធម៌មានសិល្បៈសម្ដែងផ្សេងមានឧបករណ៍បុរាណជាច្រើនដែលបានដាក់តាំងនៅនគរសង្គ្រាមនៅរាជធានីភ្នំពេញនេះក៏ដូចជាក្រមសិល្បករក៏ដូចក្រមការងារដែលបង្កើតល្បែងប្រជាប្រិយញ៉ាំងឲ្យកម្មវិធីនេះគឺមានអារម្មណ៍ថាគឺវាហាក់បីដូចជារស់រវើកខ្ញុំចាប់អារម្មណ៍ជាងគេគឺកម្មវិធីដង្ហែនគរសង្គ្រាមតែម្ដងបាទដោយសារគឺមានគ្រប់រសជាតិមានគ្រប់បែបបទទាំងបុរាណទាំងសម័យទៅហើយចាប់អារម្មណ៍ខ្លាំងឃើញបងប្អូនភ្ញៀវទេសចរបរទេសគាត់ចូលរួមលេងកម្សាន្តបានច្រើនបាទនៅក្នុងកំឡុងពេលគប់សម្រាប់នេះគឺនាំគ្នាលេងល្បែងជាប្រៃច្រើនមានបងអង្គុញទាញព្រាត់ចោលឈូងក៏ដូចរំដដើមកៅអីខ្ញុំយល់ថាការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះគឺល្អមែនទែនគឺហាក់បីដូចជាគោះកកាយនៅប្រពៃណីវប្បធម៌ដែលបានបាត់បង់ក៏ដូចជាមិនទាន់បាត់បង់ឬក៏បាត់ពីមុនមកគឺអាចឲ្យក្មេងជំនាន់ក្រោយគឺបានឃើញពីសកម្មភាពថាប្រពៃណីវប្បធម៌ខ្មែរគឺមានតាំងពីបរមបុរាណមកគឺមានច្រើនខ្ញុំមានអារម្មណ៍ថារំភើបហើយសប្បាយរីករាយឃើញប្រទេសខ្មែរយើងដូចថាសប្បាយអញ្ចឹងណាចាខ្ញុំគិតថាខ្លួនខ្ញុំក៏សប្បាយប្រជាជនទាំងអស់គ្នាក៏សប្បាយដែរពួកខ្ញុំលេងចម្រុះទាញព្រាត់តែងធ្វើជាទេវតាពូនភ្នំខ្សាច់លាក់កសែងអង្គញខ្ញុំមានអារម្មណ៍ថារំភើបសង្គ្រាមចង់ឲ្យចប់ហ្មងណាចង់ឲ្យនៅលេងបន្តសបាយនិយាយត្រង់ថារំភើបឬឲ្យត្រៀមគ្មានណាខ្ញុំបានចូលរួមលេងល្បែងទាញព្រាត់លាក់កសែងបោះអង្គញខ្ញុំមានអារម្មណ៍ថារំភើបសប្បាយចិត្តហើយនឹងបង្ហាញឲ្យជនបរទេសឃើញពីវប្បធម៌និងអរិយធម៌របស់យើងក្រៅពីទស្សនាការបង្ហាញខ្ញុំក៏បានចូលលេងល្បែងប្រជាប្រិយរបស់ខ្មែរយើងឆ្នាំនេះគឺខ្ញុំឃើញថាមានការចូលរួមពីភ្ញៀវចិនដែលគាត់មករស់នៅឬក៏ស្នាក់នៅក៏ដូចជាធ្វើការងារនៅក្នុងរាជាណាចក្រកម្ពុជាយើងនេះគឺគាត់បានចូលរួមលេងក្នុងនគរសង្គ្រាមច្រើនឃើញគាត់បានចូលរួមសប្បាយជាមួយបងប្អូននៅក្នុងបរិវេណរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាសង្គ្រាមខេត្តនានាគិតថាចំណងមិត្តភាពដែលល្អជាការផ្លាស់ប្ដូរនៅប្រពៃណីវប្បធម៌គ្នាដើម្បីឲ្យបង្ហាញគ្នាទៅវិញទៅមកហើយបង្ហាញពីភាពស្និទ្ធស្នាលរវាងកម្ពុជានិងចិនឲ្យកាន់តែរឹងមាំខ្ញុំមើលឃើញថាការរៀបចំសម្ដាប់ធ្នាប់ក៏ដូចជាអនាម័យជុំវិញបរិស្ថានវិធីគឺមានការចិត្តល្អអន់ម៉ត់ចត់ល្អហើយរៀបចំបានល្អតាំងពីសម្ដាប់ធ្នាប់សាធារណៈតាំងពីកងកម្លាំងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគឺរៀបចំបានល្អមែនទែននៅក្នុងឆ្នាំនេះឃើញថាភ្ញៀវអន្តរជាតិខ្ញុំឃើញមានច្រើនអញ្ចឹងហើយឃើញគាត់សប្បាយហូរកាជ្រាវលាបម្សៅបាញ់ទឹកអីគាត់មានអារម្មណ៍ថាសប្បាយរីករាយហ្មងឆ្នាំហ្នឹងជាពិសេសគឺភ្ញៀវចិនខ្ញុំគិតថាមានភ្ញៀវជាតិភ្ញៀវអន្តរជាតិចិនអីចឹងគាត់បានចូលរួមអញ្ចឹងគាត់សប្បាយនៅក្នុងប្រទេសយើងអញ្ចឹងវិស័យសេដ្ឋកិច្ចកាលណាគាត់មកច្រើនយើងក៏មានសេដ្ឋកិច្ចរីកចម្រើនដែរចាខ្ញុំសប្បាយចិត្តដែលឃើញជនជាតិបរទេសមកលេងជាពិសេសជនជាតិចិនដែលគាត់មកជួយមើលប្រពៃណីខ្មែរដូចជាបោះអង្គញលាក់កសែងអារម្មណ៍ថាសប្បាយចិត្តដែលរំភើបដែលបានមានជនបរទេសជនជាតិចិនហ្នឹងគឺច្រើនក្នុងប្រទេសរបស់យើងហើយស្គាល់ហើយគេចូលចិត្តឆ្លាញ់វប្បធម៌របស់យើងខ្ញុំឃើញលេងច្រើនគេដាក់ដល់ល្អកាន់តែល្អចិត្តស្និទ្ធខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ដូចជាបងប្អូនមិត្តប្រទេសជាមិត្តចំណងមិត្តភាពទាំងអស់ជាពិសេសមហាមិត្តចិនបាទសូមជូនពរសង្ឃឹមថាកម្ពុជានិងចិននឹងចាប់ដៃគ្នារឹងមាំស្រឡាញ់គ្នាជួយមើលទុកធរៈគ្នាដើម្បីជួយអភិវឌ្ឍប្រទេសទាំងសងខាងឲ្យរីកចម្រើនតទៅមុខទៀតខ្ញុំចង់ឲ្យប្រទេសយើងហ្នឹងមានអញ្ចឹងរាល់ឆ្នាំ
ដើម្បីឲ្យជាជនយើងមិនថាភ្ញៀវអន្តរជាតិគាត់សប្បាយចូលរួមរហូតហើយសេដ្ឋកិច្ចយើងក៏រីកចម្រើនដែរចា៎ សូមជូនពរជនជាតិបរទេសជនជាតិចាស់មានចំណងមិត្តភាពដែលកាន់តែល្អប្រសើរទៀត ជូនពរឲ្យមិត្តភាពចិត្តនៅកម្ពុជានៅតែរឹងមាំជាងនេះតទៅមុខទៀត